ការពិតបានបែកធ្លាយមកហើយមូលនិធិកាន់ចោមផ្លាងស្ថាបនិកដឹកអាចក្នុងបញ្ជីកងធនាគារបែរជាមានឈ្មោះធម្មអាណត្តិព្រំផៅទៅវិញចំណែកឯកាន់ចោមផ្លាងបែរជាគ្មានឈ្មោះនិងគ្មានសិទ្ធិបើកលុយនោះទេក្នុងករណីនេះផងដែរកាន់ចោមផ្លាងស្ថាបនិកដឹកអាចនឹងត្រូវស្លាប់ទៅទាំងថ្ងៃហើយព្រោះប្រាក់ទាំងអស់នឹងត្រូវរក្សាទុកក្នុងកងធនាគារសមាគមធម្មអាណត្តិព្រំផៅហើយបើយោងតាមឯកសារកាន់ចោមផ្លាងស្ថាបនិកដឹកអាចគឺជាមនុស្សរបស់ធម្មអាណត្តិព្រំផៅសូមបញ្ជាក់ផងដែរថាបច្ចុប្បន្នធម្មអាណត្តិព្រំផៅជាឧបនាយករដ្ឋមន្ត្រីក្រសួងកសិកម្មដែលជាអតីតសមាជិកបកភ្លើថៃដែលបានងាកទៅបោះឆ្នោតគាំទ្រលោកអនុទិនហើយលោកអនុទិនបច្ចុប្បន្នក៏កំពុងជាប់សង្ស័យពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មបោកអនឡាញផងដែរ